វីដេអូនេះដែរថតចេញពីក្រុងបាត់ដំបងហើយគៀកថ្ងៃចូលឆ្នាំណាបងប្អូនណាគៀកថ្ងៃចូលឆ្នាំឃើញថាមានបងប្អូនយើងមកលេងច្រើនបងប្អូនណាអញ្ចឹងបងប្អូនអ្នកខេត្តផ្សេងបងប្អូនអាចមកលេងខេត្តបាត់ដំបងបានព្រោះឆ្នាំនេះគេរៀបចំស្អាតខ្លាំងបងប្អូនណានៅសល់តែខ្វះតែ2ថ្ងៃទៀតទេគឺឈានចូលដល់បុណ្យប្រពៃណីខ្មែរយើងហើយអញ្ចឹងបងប្អូនអាចមើលវីដេអូរូបភាពស្អាតៗក្នុងវីដេអូនេះសិនណាបងប្អូនណាហើយសម្រាប់បងប្អូនដែលចូលចិត្តបងប្អូនជួយចុច Subscribe Channel ឲ្យខ្ញុំម្នាក់មួយបងប្អូនណាវីដេអូខ្ញុំថតតាពីខេត្តបាត់ដំបងបងប្អូនឥឡូវនេះមកជួរមាត់ស្ទឹងនេះឥឡូវគេធ្វើស្អាតហើយស្អាតខ្លាំងអានេះអនាគតអាចគេធ្វើផ្សាររាត្រីតាមគម្រោងគេបងប្អូនអូមាន concert ទៀតឆ្នាំនេះដឹងថាបងប្អូនស្គាល់បងប្អូនអាធិរាជសំឡេងមាសសិនស៊ីសមុទ្រអូច្រើនណាស់បងប្អូននេះមកជួផ្លូវលេខ1ឥឡូវស្អាតខ្លាំងណាស់ច្រើនអូមេឃហើយប៉ាទិញអីគេនេះទិញដៃលើសអស់ហើយនេះគាត់កាត់អីអូយបងទៀតហើយបងទៀតហើយសុំទៅមកបងស្រួយវាជាឆ្ងាញ់អូយបងលើវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ថ្ងៃស្អែកខ្ញុំនឹងអាប់ដេតវីដេអូចែកជូនពុកម៉ែបងប្អូនខេត្តផ្សេងឲ្យបានឃើញពីទស្សនវិជ្ជាខេត្តបាត់ដំបងអញ្ចឹងបងប្អូនចូលមកក្រោយកុំភ្លេចជួយ Subscribe Channel ឲ្យខ្ញុំម្នាក់មួយផងបាយបាយជម្រាបលា